ថាមពលនៃដង្កូវដួងដង្កូវដួងពិតជាមានថាមពលមែនបើតាមការស្រាវជ្រាវខ្លះបានបង្ហាញថាដង្កូវដួងនេះគឺវាមានថាមពលល្អសម្រាប់ពៅសម្រាប់ជាពៅដែលជាមើលឃើញថារូបរាងដង្កូវដួងដំបូងគឺវាបែបនេះដែរហើយគេអាចយកទៅឆ្នៃជាម្ហូបអាហារដែលតាមការចូលចិត្តគេកំពុងចិត្តទៅលើនេះការទីផ្សារគឺក៏មានការទីពីការគ្រប់គ្រងហូបគាត់អាចស្រាប់ទឹកមកទៅយកឲ្យគាត់ចង់ហូបគឺរូបជាតិទៅដូចទៅតាមហូបហើយទៅវិញមានប្រូតេអ៊ីនមានកាបូនហីដ្រាតមានវីតាមីន D វីតាមីន B វីតាមីន C នេះគឺតាមការដែលគេក៏តបដឹងគេផ្សេងហ្នឹងវាទៅតែរូបដែលយើងឃើញរូបវាចេញជារូបនៃរាងកាត់ហើយគឺជាដំណាក់កាលមួយដែលអាចខ្លាយទៅជាមេអាហ្នឹងគឺមានប្រយោជន៍បានន័យថាកន្លែងនេះគឺដំណាក់កាលគឺល្អទេគឺមានធម៌ពលល្អបាទបើមិនជាអ្នកហូបនេះគឺគេហូបពួកហូបហ្នឹងគឺបើគិតឡាយលើទីផ្សារគឺវាថ្លៃជាងអាដួងពីខាងដើមដូចខ្ញុំទៅគាត់បាននៅទីទៅគូដូចអាហ្នឹងបែបនេះគឺវាមានរសជាតិឆ្ងាញ់ជាងហើយក៏វាថ្លៃជាងដែរលើទីផ្សារអានោះគឺតាមលក់លើទីផ្សារប្រភេទដួងវាអាចមានច្រើនប្រភេទមានថាមាននៅដួងនៅតាមដើមឈើប្រភេទដើមវាខ្លះឡោតតាមនេះហ្នឹងវាមានខ្លះមាននៅដើមជ័យបាទមានដើមប្រែអីគឺគាត់ស្គាល់ដើមដួងគឺវានៅដើមរំយើងយកមកណាវានៅដើមតោះចឹងអាហ្នឹងគឺវាគឺវាដែលសម្រាប់លើតាមចឹងវាមានគុណប្រយោជន៍ដែលវាមានតែចូលទៅតាមការចូលចិត្តរបស់យើងណាតែគឺទៅតាមប្រភេទសម្រាប់កាត់បើតាមទៀតគាត់អត់ឲ្យគ្រប់គុំតាមអង្គយើងគាត់គឺអាចគាត់ចាក់ទុកដូចជាដង្កូវហ្នឹងដួងវារូបរាងដូចដង្កូវហ្នឹងប៉ុន្តែគាត់ថាវាខុសពីដង្កូវត្រង់ថាអាហ្នឹងគឺវាប្រភេទពោបាទគេអាហារដែលពោមកដង្កូវវាផ្សេងប៉ុន្តែវារូបរាងតែរាងគ្នាហ្នឹងប៉ុន្តែឈ្មោះវាខុសគ្នាបាទគាត់ថារូបរាងនេះហើយបើអ្នកទៅធ្លាប់ហូបឃើញអ្នកស្គាល់រសជាតិវាគឺវាឈ្ងុយវាឆ្ងាញ់បាទមិនអាចប្រាប់បានយ៉ាងណាទេគឺចង់តែសាករបស់ខ្លួនឯងវាបានប៉ុណ្ណេះមកយើងអាចហូបបានហើយអាចជក់បានរសជាតិទីថ្មីៗ